បានស្ដាប់បទនេះរួចហើយដែលជើងដល់ Jenny ចំណងជើងថា less than a lover តាម story និង meaning សរុបវាមិនមែនជាបទដែលនិយាយថាខ្ញុំមិនស្រឡាញ់អ្នកទេវានិយាយអំពីទំនាក់ទំនងដែលលើសពីមិត្តប៉ុន្តែមិនទាន់ចង់ខ្លាចគឺជាគូស្នេហ៍ពេញលេញ Jenny ក៏បានចូលរួមសរសេរបង្កើតបទនិងដឹកនាំ MV ហើយបទត្រូវបានពណ៌នាថារឿងស្នេហាបែបនៅរដូវក្តៅដែលនៅចន្លោះ friends ហើយនិង lover story របស់នេះមនុស្សពីរនាក់ចាប់ផ្ដើមមានអារម្មណ៍ចំពោះគ្នាដំបូងពួកគេមិនមែនគឺជាគូស្នេហ៍ទេប៉ុន្តែចាប់ផ្ដើមស្និទ្ធស្នាលនិងមាន attention ពួកគេចង់ស្គាល់គ្នាបន្ថែមនិងរៀនទុកចិត្តគ្នា 2. Jenny មិនចង់ឲ្យទំនាក់ទំនងប្រញាប់ពេកចំណុចសំខាន់គឺ don't rush កុំប្រញាប់កំណត់ថាយើងជាសង្សារចង់ឲ្យអារម្មណ៍កាត់ឡើងដោយធម្មជាតិនិងឲ្យមនុស្សពីរនាក់បើកចិត្តស្គាល់គ្នាជាមុនសិន 3. ប៉ុន្តែវាមិនមែនគ្រាន់តែជា last dayនេះគឺជាចំណុចគួរឲ្យចាប់អារម្មណ៍ទំនាក់ទំនងនេះមាន physical attention ប៉ុន្តែមាន emotional connection ផងដែរមានន័យថាពួកគេមិនមែនគ្រាន់តែចង់បានតែផ្នែករាងកាយទេពួកគេក៏មានការយល់ចិត្តនិងការយកចិត្តទុកដាក់គ្នាទៅវិញទៅមកផងដែរហេតុអ្វីបានជា summer សំខាន់ summer នៅក្នុងបទនេះអាចយល់បានថាពេលវេលាដ៏ស្រស់ស្អាតប៉ុន្តែមិនចាំបាច់នៅជារៀងរហូតនោះទេដូច្នេះ Jenny ហាក់ដូចជាចង់និយាយថាយើងអាចរីករាយនឹងពេលវេលានេះបានដោយមិនចាំបាច់សួរថាថ្ងៃក្រោយយើងនឹងទៅជាអ្វីនឹងគ្នាការប្រើរូបភាពទឹកព្រះអាទិត្យនិងបរិយាកាសរដូវក្តៅជួយបង្កើតអារម្មណ៍ថាវាគឺជា summer romance ដែលស្រស់ស្អាតនិងមានភាពស្រាលចំណុចដែលជ្រៅជាងនេះទៀតចំណងជើង less than a lover មានន័យថាមិនមែនជាមិត្តធម្មតាមិនទាន់ជាគូស្នេហាប៉ុន្តែជាមនុស្សពិសេសម្នាក់ដែលនៅចន្លោះទាំងពីរហ្នឹងនិយាយជាភាសាខ្មែរងាយយល់គឺលើសពីមិត្តតែមិនទាន់ដល់ជាគូស្នេហាវាគឺជាទំនាក់ទំនងដែលមានភាពស្និទ្ធស្នាលការតាក់ទាញអារម្មណ៍ពិតប្រាកដប៉ុន្តែមិនចង់ឲ្យមានភាពសម្ពាធមកលើខ្លួនឯងទេ boyfriend girlfriend or commitment less than a lover គឺជារឿងរ៉ាវរបស់មនុស្សពីរនាក់ដែលមានអារម្មណ៍ចំពោះគ្នាប៉ុន្តែមិនចង់ប្រញាប់កំណត់ទំនាក់ទំនងពួកគេចង់ស្គាល់គ្នាទុកចិត្តគ្នានិងរីករាយជាមួយនឹងពេលវេលាដ៏ស្រស់ស្អាតដោយមិនចាំបាច់ដាក់សម្ពាធថាត្រូវតែខ្លាយគឺជាគូស្នេហ៍ហើយប្រហែលនេះគឺជាអ្វីដែលធ្វើឲ្យបទនេះមានអារម្មណ៍ពិតពេលខ្លះមនុស្សម្នាក់អាចសំខាន់សម្រាប់យើងខ្លាំងប៉ុន្តែយើងនៅតែមិនអាចចង់ហៅគេថាគឺជា lover ឥឡូវបើយើងមើលពី scene នៅក្នុងបទចម្រៀង Less Than a Lover គួរឲ្យវិភាគខ្លាំងណាស់ព្រោះវាមិនមែនគ្រាន់តែបង្ហាញថា Jenny និងបរិសម្នាក់ស្រឡាញ់គ្នាទេ MV នេះត្រូវបានធ្វើដូចជាភាពយន្តខ្លីអញ្ចឹងហើយ Jenny ក៏បានចូលរួមសរសេរនិងដឹកនាំផ្នែក creative របស់វាផងដែរការបើករបស់យើងគឺមានមនុស្សស្រីដែលចង់ឲ្យ divide ទៅអត្ថន័យនៃស្នេហា Movie ចាប់ដើមដូចជាកំពុងសរសេរ script ភាពយន្ត Jenny បានបង្ហាញថាតួអង្គស្រីម្នាក់ចង់គេចពីស្នេហានិងការទំនួលខុសត្រូវប៉ុន្តែនាងក៏ដឹងខ្លួនឯងថាចង់បានអ្វីគឺចង់រីករាយជាមួយនឹង Summer สิ่งទាំងអស់នេះបង្ហាញថានាងមិនមានអារម្មណ៍នោះទេប៉ុន្តែនាងគ្រាន់តែមិនចង់ឲ្យអារម្មណ៍នោះក្លាយទៅជាកាតព្វកិច្ចតែប៉ុណ្ណោះពេលនៅជាមួយបុរសដែលខ្លួនស្រឡាញ់ comfortable and natural Jenny និងតារាសម្ដែងប្រុសបានចាប់ផ្ដើមចំណាយពេលជាមួយគ្នាដូចជាអង្គុយផឹកកាហ្វេដើរតាមផ្លូវចំណាយពេលជាមួយគ្នាពួកគេមាន chemistry ដូចជាគូស្នេហ៍ប៉ុន្តែ MV មិនបាននិយាយបញ្ជាក់ថាគឺជាសង្សារនោះទេสิ่งទាំងអស់នេះបង្ហាញថា relationship មិនចាំបាច់មាន label ក៏អាចមានអារម្មណ៍ពិសេសផងដែរสิ่งទី3គឺពាក់ព័ន្ធជាមួយនឹង road trip enjoy the moment ការធ្វើដំណើរតាមឡាននិងការដើរលេងក្នុងទីក្រុងធ្វើឲ្យ story មានអារម្មណ៍ថាពួកគេគ្រាន់តែរស់នៅក្នុងពេលបច្ចុប្បន្នមិនគិតថាថ្ងៃស្អែកយើងជាអ្វីនោះទេនេះស្របជាមួយនឹង concept របស់បទកុំប្រញាប់ស្គាល់គ្នា enjoy the moment beach and water អារម្មណ៍កាន់តែជ្រាលជ្រៅនៅជិតសមុទ្រពួកគេលេងទឹកនិងស្និទ្ធស្នាលគ្នាត្រង់នេះ relationship ចាប់ដើមមើលទៅលើពីមិត្តភាពធម្មតាប៉ុន្តែចំណុចសំខាន់គឺមានអត្តជីទុកហ្នឹងពួកគេដូចគឺជាគ្រូស្នេហ៍ Scene នៅលើ yacht គឺជាផ្នែកដែល chemistry របស់ពួកគេចាប់ដើមច្បាស់ជាងមុនពួកគេនៅជិតគ្នាប៉ះគ្នានិងរីករាយជាមួយនឹងគ្នាដូចជាគូស្នេហ៍ពិតៗតែ MV ចង់ឲ្យយើងសួរថាតើពួកគេគឺជាសង្សារមែនទេចម្លើយគឺមិនបានបញ្ជាក់ច្បាស់ទេហើយពាក់ព័ន្ធជាមួយនឹង scene final big scene ចំណុចសំខាន់បំផុតនេះគឺជាផ្នែកដែលខ្ញុំគិតថាវាមានន័យជ្រៅបំផុតពួកគេនៅលើឆ្នេរហើយបរិយាកាសដូចជាដែតពិតៗអារម្មណ៍កាន់តែជ្រៅជ្រៅរហូតដល់ពួកគេនៅជិតគ្នាថើបគ្នាហើយ Jenny ដកខ្លួនចេញនេះគឺជា turning point របស់ story ក្នុង MV មួយនេះនាងអាចបន្តគឺជាគូស្នេហ៍ប៉ុន្តែនាងជ្រើសរើសមិនឆ្លងកាត់បន្តនោះទេមានន័យថាខ្ញុំជឿចិត្តអ្នកខ្ញុំមានអារម្មណ៍ចំពោះអ្នកប៉ុន្តែខ្ញុំមិនចង់ខ្លាយទៅជាគូស្នេហ៍របស់អ្នកទេហើយត្រូវ concept less than a lover យ៉ាងពេញលេញ
Jenny មិនត្រឹមតែសម្ដែង story ទេនាងកំពុងសរសេរ story របស់ទំនាក់ទំនងនេះផងដែរហើយនៅចុងបញ្ចប់នាងក៏បានសម្រេចចិត្តថា story នេះមិនចាំបាច់ត្រូវ happy ending បែបគូស្នេហ៍នោះទេសរុបអត្ថន័យរបស់ MV នេះមកវិញមនុស្សពីរនាក់អាចមានអារម្មណ៍ចំពោះគ្នាមានទំនាក់ទំនងជាមួយគ្នាយ៉ាងស្និទ្ធស្នាលនិងមានពេលវេលាដ៏ស្រស់ស្អាតជាមួយគ្នាប៉ុន្តែពួកគេមិនចាំបាច់ត្រូវខ្លាចជាគូស្នេហ៍ទេពេលខ្លះការជ្រើសរើសរក្សាទំនាក់ទំនងមួយឲ្យនៅស្ថិតស្ថេរមិនទាន់មានឈ្មោះក៏មិនទាន់សម្រេចចិត្តអ្វីមួយផងដែរ